ខ្ញុំយកបេះដូងខ្ញុំសិក្សាមកបំរើអត់មានទៅយកលុយពីណាសុំបីតែ1រៀលទេបើយកលុយអ្នកឯងតែ1រៀលកុំឲ្យខ្ញុំទៅខ្ញុំទៅដល់ផ្ទះខ្ញុំសិនអត់ដែលប៉ះពាល់ទេហើយជឿខ្ញុំនិយាយទេជឿពេកលោតហើយឃើញខ្ញុំຕົកជីឡានមានវិឡាមានអីអត់ដែលទេឥឡូវណាមួយថាឥឡូវខ្ញុំយកតែ100លុយដុល្លារលើកដៃខ្ញុំសុំ10000ដុល្លារមកឥឡូវជឿលោកអាយដាំធ្វើការខ្ញុំអត់អាចប្រកួតទេហើយអានឹងហើយដែលការកំណត់យកលុយពីប្រជាពលរដ្ឋដែលដឹកគោក្របីទៅលក់ឲ្យឈ្មួញវៀតណាមក្នុងមួយក្បាលចំនួន110,000រៀលនោះជារឿងខុសច្បាប់និងធ្វើស្រែលើក្នុងរាជព្រោះថាអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនគឺសម្រាប់នាំចេញគោក្របីដែលជារបស់ក្រុមហ៊ុនពលគឺក្រុមហ៊ុនមានសិទ្ធិកំណត់យកលុយពីពលរដ្ឋនោះឡើយប៉ុន្តែបើចាក់ស្ដាយមែនទេគោក្របីជាបរិបទគាត់គ្រាន់តែមានច្បាប់ហ្នឹងហើយទៅខុសខិតគ្នាជាមួយកខកខឹងនៅខាងលើហ្នឹងយល់គាត់ដាក់ពុកយកលុយដាក់ពុកយកលុយពលរដ្ឋតែជាមិនមែនគោយកលុយជារដ្ឋហ្នឹងហើយតែមិនមែនគោខ្លួនឯងហ្នឹងហើយអាទូចគាត់យក80000អាទូចគោដឹកទៅអាយ៉ាងអាគោទូចដាក់ហ្នឹងក៏យកមកបាន80000ដែរ80000ដែរខ្ញុំលើកលែងហ្នឹងដែរទៅស្បីអ្នកនៅព្រំដែនក៏អត់លើកលែងមកហើយកូនគោមួយបងខាងខ្មែរហ្នឹងឲ្យបេនសុក80000ទៅបងនៅឯនោះខ្ទង់8-90000ទៀតអញ្ចឹងគោមួយជិត200,000បាត់ហើយកូនគោមួយហ្នឹងបើវៀតណាមគេខ្វល់ឯវៀតណាមគោប៉ុណ្ណាក៏ដល់65,000អូគេមកស្គាល់ហ្មងទៅចឹងធំហ្នឹងដឹងជួយដឹងធំគេដឹងតែធ្លាប់ក្បាលយើបាទចឹងរួមតបច្រើនក្បបានធ្វើអារឿងវៀតណាមអាហ្នឹងគេទិញគោទៅបានគោ3ខ្មែរថោកហ្នឹងដែរតែទៅបងគាត់តែគេមិនទិញពីអ្នកចាំថោកអញ្ចឹងមិនងាប់វាគាត់ទៅចឹងគាត់ជីជន់រៀងរងឯងគូសេលើក្នុងនេះគាត់ឲ្យស្រែលើក្នុងរៀងបើសម្រាប់ខ្ញុំឈឺចាប់ណាខ្ញុំមិនក្បត់អាដាមទេខ្ញុំទេខ្ញុំប្រាប់ទៅបើគាត់ដាំនេះបានឈឺចាប់ជំនុំជារដ្ឋរាល់ថ្ងៃគេជាគាត់លុយជាហើយរាល់ថ្ងៃបានលុយពីនឹងមកយកមកក៏តាមឡានតែគាត់លុយជីជន់រីសតណាលុយញាក់ឈីមរីសតណាត្រូវយល់គោក្របីតែអាគោក្របីមកពីថៃហ្នឹង4-5ថ្ងៃមានតែ2ដុល្លារទេម្ល៉េះក្រៅពីហ្នឹងគឺរាល់ថ្ងៃគឺតែគោខ្មែរគឺគោពលរដ្ឋទាំងអស់គេលោកមិនទេតោះយើងចាំយកតង់មកក្បាលទៅ10ហើយអាណាទៅទិញណាទៅគាត់មិនដឹងទេដឹងតែអាគោទឹកទៅគឺ80000អាគោពុនប្រាច់ទីវហ្នឹងអាគោឡាយហ្នឹងគឺដឹងតែមិន100000ឥឡូវឡើងពី100000ទៀតប្រភពអះអាងថាទាំងសមត្ថកិច្ចព្រំដែនខាងវៀតណាមនិងក្រុមហ៊ុនខ្មែរចំនួន3កំពុងពូតដៃគ្នាគៀបយកលុយដោយខុសច្បាប់ពីប្រជាពលរដ្ឋដែលដឹកគោក្របីទៅលក់ឲ្យឈ្មួញវៀតណាមក្នុងមួយថ្ងៃបានលុយរាប់ម៉ឺនដុល្លារក្រោមរូបភាពប្រើអាជ្ញាប័ណ្ណនិងដាក់បេននៅក្បែរតំបន់ព្រំដែនកម្ពុជាវៀតណាមក្នុងភូមិសាស្ត្រខេត្តព្រៃវែងនិងខេត្តស្វាយរៀងរួចកំណត់យកលុយពីប្រជាពលរដ្ឋអ្នកដឹកគោក្របីទៅលក់ឲ្យឈ្មួញវៀតណាមក្នុងមួយក្បាលចាប់ពី80000រៀលទៅ110,000រៀលជាកំហិតឲ្យសកម្មភាពទាំងអស់នេះគឺបានប្រព្រឹត្តទៅជាច្រើនឆ្នាំមកហើយគណៈអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទរួមនឹងអាជ្ញាធរពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ករណីនេះក្រុមហ៊ុនមួយក្នុងចំណោម3ក្រុមហ៊ុនបានទទួលស្គាល់ថាខ្លួនពិតជាបានយកលុយពីពលរដ្ឋម្ចាស់គោក្របីប្រកបមែនដើម្បីយកមកចាត់ចែងនិងរត់ការសូមជម្រាបថាក្រុមហ៊ុនទាំង3ខាងលើទី1ក្រុមហ៊ុនអង្គរសុខសានជ័យឯកទី2ក្រុមហ៊ុនអភិរស្មី Development ឯកនិងទី3ក្រុមហ៊ុនយុវៈពាណិជ្ជឯកជុំវិញរឿងនេះមន្ត្រីដែលសូមមិនបញ្ចេញឈ្មោះបានថ្លែងហួសចិត្តថាហេតុអ្វីបានជាអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វអាជ្ញាធរខេត្តព្រៃវែងនិងខេត្តស្វាយរៀងបណ្តែតបណ្ដោយឲ្យក្រុមហ៊ុនទាំង3ខាងលើកំណត់យកលុយពីប្រជាពលរដ្ឋស្រេចតែអំពើចិត្តនិងខុសច្បាប់បែបហ្នឹងទៅវិញដែលជាហេតុនាំឲ្យគោក្របីធ្លាក់ថ្លៃប៉ះពាល់ជីវភាពពលរដ្ឋជាការប៉ុណ្ណាក្រុមហ៊ុនទាំង3ខាងលើទទួលបានអាជ្ញាប័ណ្ណនិងមានសិទ្ធិក្នុងការទិញលក់គោក្របីដើម្បីនាំចេញទៅឆ្លងដែនរវាងប្រទេសថៃកម្ពុជានិងវៀតណាមឲ្យតែជាគោក្របីរបស់ក្រុមហ៊ុនពិតប្រាកដប៉ុន្តែផ្ទុយទៅវិញក្រុមហ៊ុនខាងលើមានគោក្របីដែលជារបស់ខ្លួនប្រមាណជា15%ប៉ុណ្ណោះនៃតួលេខសរុបដែលកំពុងនាំចេញទៅវៀតណាមតាមច្រកទ្វារព្រំដែននានាក្នុងភូមិសាស្ត្រខេត្តព្រៃវែងនិងខេត្តស្វាយរៀងរាល់ថ្ងៃក្រៅពីនឹងពលគឺ85%ទៀតគឺជាគោក្របីរបស់ប្រជាពលរដ្ឋសុទ្ធសាធដែលចិញ្ចឹមដោយខ្លួនឯងទិញពីកសិករដោយខ្លួនឯងដឹកទៅលក់ព្រំដែនចំណាយសហុយដោយខ្លួនឯងតថ្លៃគ្នាជាមួយឈ្មួញវៀតណាមដោយខ្លួនឯងនិងលក់ឲ្យឈ្មួញវៀតណាមដោយខ្លួនឯងបែរជាក្រុមហ៊ុនអង្គរសុខសានជ័យឯករួមនឹងក្រុមហ៊ុនចំនួន2ទៀតមកគៀបសង្កត់កំណត់យកលុយពីពួកខ្លួនដែលជាម្ចាស់គោក្របីក្នុងមួយក្បាលចាប់ពី80000រៀលទៅ110,000រៀលជាកំហិតគិតទៅតាមគោក្របីតូចធំខណៈម្ចាស់គោក្របីមួយចំនួនដែលគាត់មិនដឹងច្បាប់គឺបន្តបង់លុយឲ្យក្រុមហ៊ុនរហូតមករីឯអ្នកដឹងច្បាប់ទម្លាប់គឺមិនហ៊ានប្រកែកអ្វីដែរមានតែទ្រាំខំមាត់សង្កត់ចិត្តបង់លុយឲ្យក្រុមហ៊ុនដូចគេឯងដែរទៅប្រភពបន្តថា
ថានេះជាយុទ្ធសាស្ត្រធ្វើស្រែលើក្នុងរាជពិតតែម្ដងព្រោះថារាជខំចិញ្ចឹមគោក្របីតម្រាំធំដើម្បីលក់យកប្រាក់ដោះស្រាយជីវភាពក្នុងគ្រួសារបែរជាលក់ក្នុងតម្លៃដែលមិនពេញហើយត្រូវបង់លុយឲ្យក្រុមហ៊ុនដែលគ្មានការពាក់ព័ន្ធអ្វីសោះជាក់ស្ដែងគោក្របីរបស់ក្រុមហ៊ុនគឺផ្សេងគ្នាពីគោក្របីរបស់ប្រជាពលរដ្ឋនិយាយជារួមរវាងពលរដ្ឋនិងក្រុមហ៊ុនគឺមានគោក្របីដាច់ដោយឡែកពីគ្នាប៉ុន្តែក្រុមហ៊ុនខាងលើបែរជាយកអាជ្ញាប័ណ្ណដែលខ្លួនមានសិទ្ធិនាំចេញគោក្របីនិងបេនមកធ្វើជាខែលនិងសម្អាងរួចបន្លំគៀបយកលុយពីប្រជាពលរដ្ឋម្ចាស់គោក្របីប្រាច់តែអំពើចិត្តបានលុយរាប់ម៉ឺនដុល្លារក្នុងមួយថ្ងៃសកម្មភាពទាំងនេះរួចហែកចែកគ្នាស៊ីពលគឺខាងខ្មែរគេតម្រូវឲ្យក្រុមហ៊ុនឯកជនជាអ្នកយកលុយពីម្ចាស់គោក្របីចំណែកខាងវៀតណាមគឺសមត្ថកិច្ចវៀតណាមជាអ្នកយកលុយដោយផ្ទាល់ពីអ្នកទិញគោក្របីតែម្ដងក្នុងនោះរកគោក្របីដែលទិញពីកម្ពុជាគឺឈ្មោះវៀតណាមត្រូវបង់លុយឲ្យសមត្ថកិច្ចពាក់ព័ន្ធខាងលើក្នុងស្រុកតាំងហឹងខេត្តឡុងអាងទប់នឹងព្រំដែនជាមួយស្រុកកំពង់ត្របែកខេត្តព្រៃវែងអស់ចំនួន 65,000 ដុងក្នុងមួយក្បាលយ៉ាងទៀងទាត់មិនតែប៉ុណ្ណោះលោកអុកញ៉ាជឹមសុកតំណាងក្រុមហ៊ុនអង្គរសុកសែនជ័យឯកក៏បានលួចលាក់តុកប៉ាន់បងឲ្យមេប៉ោះការពារព្រំដែនវៀតណាមដែលឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជាវៀតណាមស្រុកតាំងហឹងខេត្តឡុងអាងជាប់នឹងច្រកទ្វារព្រំដែនតំបន់ស្វាយអាងោងនិងច្រកទ្វារព្រំដែនតំបន់ពីមន្ទាចំនួន 50,000 ដុងសម្រាប់គោក្របីមួយក្បាលទៀតផងជាថ្នូរនឹងឲ្យមេប៉ោះវៀតណាមសហការគ្នាដើម្បីធ្វើទីផ្សារផ្ដាច់មុខជាមួយក្រុមហ៊ុនអង្គរសុកសែនជ័យឯកដោយត្រូវហាមឃាត់និងចាប់រាល់ឈ្មោះវៀតណាមម្នាក់ណាដែលហ៊ានទទួលទិញគោក្របីពីក្រុមហ៊ុនផ្សេងឬទិញពីពលរដ្ឋដែលមិនបានបង់លុយឲ្យក្រុមហ៊ុនអង្គរសុកសែនជ័យឯកគោលគឺមេប៉ោះការពារព្រំដែនវៀតណាមមានសិទ្ធិអំណាចក្នុងការចាប់ឬឃាត់បែបនេះក៏ព្រោះតែខាងវៀតណាមពុំមានច្បាប់សម្រាប់នាំចូលគោក្របីនោះឡើយហើយការអត់ច្បាប់នេះគឺចាប់តាំងពីផ្ទុះជំងឺ COVID-19 មកម្លេះដោយពេលនោះប្រទេសវៀតណាមបានបិទគប់និងរឹតបន្តឹងរាល់ការចេញចូលនៅព្រំដែនធ្វើឲ្យម្ចាស់ក្រុមហ៊ុនស្របច្បាប់របស់វៀតណាមបញ្ឈប់ការនាំចូលគោក្របីពីកម្ពុជារហូតបច្ចុប្បន្នប្រភពអះអាងទៀតថារាល់ថ្ងៃនេះអ្នកដែលឡើងមកទិញគោក្របីពីកម្ពុជាជាឈ្មោះឯកជនលក្ខណៈគ្រួសារនិងទិញលក់រវាងពលរដ្ឋនៃប្រទេសទាំងពីររីឯការនាំចូលគោក្របីទៅក្នុងប្រទេសវៀតណាមគឺលួចលាក់និងខុសច្បាប់ទើបមេប៉ោះការពារព្រំដែនខាងវៀតណាមមានសិទ្ធិក្នុងការចាប់ឬឃាត់រាល់ឈ្មោះវៀតណាមម្នាក់ណាដែលហ៊ានទិញគោក្របីពីក្រុមហ៊ុនផ្សេងឬទិញគោក្របីពីប្រជាពលរដ្ឋណាដែលមិនបានបង់លុយឲ្យក្រុមហ៊ុនអង្គរសុកសែនជ័យឯកដើម្បីឲ្យមានចម្លើយទាំងសងខាងនៅរសៀលថ្ងៃទី10ខែមេសាឆ្នាំ2025តាមរាំងបានសុំការបំភ្លឺពីលោកចិនវិសាលប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រៃវែងប៉ុន្តែលោកពុំបកស្រាយឡើយដោយរុញឲ្យទៅសួរក្រុមហ៊ុនអង្គរសុកសែនជ័យឯកក៏មានដើមរាំងបងបាទមិនចង់គ្រប់សួរបងតិចឲ្យពាក់ព័ន្ធលើក្រុមហ៊ុននាំគោចេញទៅវៀតណាមរបស់អញ្ញាជឹមសុកអញ្ចឹងជួបអង្គការចំសុកទៅក្រុមហ៊ុនពីខ្ញុំពីណាថនហ្នឹងខ្ញុំប្អូនគាត់បងសួរថនទៅរីឯលោកអុកញ៉ាជឹមសុកតំណាងក្រុមហ៊ុនអង្គរសុកសែនជ័យឯកបានថ្លែងទទួលស្គាល់ថាក្រុមហ៊ុនខ្លួនបានយកលុយពីប្រជាពលរដ្ឋម្ចាស់គោក្របីបែបនេះរយៈពេលជិត20ឆ្នាំមកហើយដោយអនុវត្តតាមគោលការណ៍ពន្ធអាករចំពោះសំណួរថាតើក្រុមហ៊ុនលោកអុកញ៉ាបានបង់លុយឲ្យសមត្ថកិច្ចវៀតណាមចំនួន 50,000 ដុងសម្រាប់គោក្របីមួយក្បាលដែរឬទេត្រង់ចំណុចនេះលោកអុកញ៉ាជឹមសុកបានឆ្លើយថាខាងខ្មែរយើងមានច្បាប់នាំចេញប៉ុន្តែខាងវៀតណាមអត់មានច្បាប់នាំចូលហេតុនេះទើបលោកយកសេវាលុយទាំងនោះមកធ្វើការចាត់ចែងនិងសម្របសម្រួលជាមួយសមត្ថកិច្ចវៀតណាមចង់រកសួរបន្តិចឲ្យពាក់ព័ន្ធលើក្រុមហ៊ុនរបស់ឯដំបងនាំគោទៅវៀតណាមអានឹងយើងគិតមួយក្បាលមិន 10,000 មាន 30,000 អានឹងវាក្រុមហ៊ុនតម្រូវយកអញ្ចឹងឬមិនដែរបងអូខេបងអូនអានឹងសេវាកម្មគោក្របីគេនាំចេញ20ឆ្នាំហើយបងអូនចិត្តទូទៅវាច្រើនពលរដ្ឋហើយពលរដ្ឋខ្មែរយើងហើយពលរដ្ឋវៀតណាមគាត់ទិញលក់ដូរគ្នាគាត់អញ្ចឹងហើយទិញលក់ដូរនឹងអត់មានច្បាប់អាជ្ញាប័ណ្ណជាគោលការណ៍ទេបងឯងចង់បានអាដែលលិខិតអនុញ្ញាតជាគោលការណ៍របស់ក្រសួងកសិកម្មហើយនឹងអគ្គនាយកដ្ឋានពេទ្យសត្វហើយនឹងលិខិតអនុញ្ញាតរបស់ក្រយនឹងរដ្ឋបាលកម្ពុជារបស់បាញ់ជូនអូនឯងបើថាសុំលុយទៅមកកុំបាច់វាវងតាឆ្ងាយហ្នឹងហើយអូនឯងសួរឯងខាងវៀតណាមហ្នឹងឯងដោះខាងវៀតណាមបានទេខាងវៀតណាមសិតតែរត់ពន្ធហ្នឹងដែលមានច្បាប់បណ្ណាវាឲ្យចូលអញ្ចឹងហើយដល់អញ្ចឹងវាមានគោលការណ៍ណាអាដាមយីគាត់សម្រួលប្រហែលតាមព្រៃឆ្លងទៅណាអាដាមឯទៅបាច់មើលពីខាងវៀតណាមគេឲ្យចូលខាងខ្មែរយើងមានច្បាប់តែខាងវៀតណាមវាអត់មានច្បាប់ទេអូនបាទហើយខាងខ្មែរយើងឯអញនេះហ្នឹងអូនអញយកអាកម្រៃហ្នឹងហើយមកចប់អាហ្នឹងសេវាកម្មទាំងអស់ហ្នឹង
ចំណែកលោកអុកសំណាងប្រធានមន្ត្រីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រៃវែងមិនអាចសុំការបំភ្លឺបានទេខណៈទូរស័ព្ទចូលហើយគ្មានអ្នកទទួលចំពោះលោកឡាយសុផលប្រធានគណៈការត្រួតពិនិត្យច្រកទ្វារព្រំដែនតំបន់ស្វាយអាងោងបានថ្លែងទទួលស្គាល់ថាក្រុមហ៊ុនអង្គរសុកសែនជ័យឯកពិតជាបានកំណត់យកលុយពីពលរដ្ឋម្ចាស់គោក្របីប្រកាសមែនពលគឺសម្រាប់ច្រកទ្វារព្រំដែនស្វាយអាងោងក្នុងមួយថ្ងៃមានការនាំចេញគោក្របីចាប់ពី300ក្បាលទៅ500ក្បាលដោយឡែកលោកហ៊ុនសារ៉េតថនប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មក្រខប្រមាញ់និងនេសាទខេត្តស្វាយរៀងបានថ្លែងថាករណីយកលុយពីពលរដ្ឋម្ចាស់គោក្របីដែលដឹកមកលក់ឲ្យឈ្មួញវៀតណាមក្នុងភូមិសាស្ត្រខេត្តស្វាយរៀងនោះគឺលោកពុំបានដឹងទេព្រោះលោកពុំបានស៊ីជម្រៅក្នុងរឿងនេះ តាមរៀង បាទបងបាទ បាទ ហ្នឹងហើយអូនសុំរំខានតិចទេចង់ដឹងថាក្រុមហ៊ុនដែលនាំចេញគូក្របីទៅវៀតណាមបង បាទ បាទតាមច្រកផ្សេងក្នុងខេត្តស្វាយរៀងចំណងថាគាត់អាហ្នឹងជាគោលការណ៍ឬយ៉ាងម៉េចក្នុងដែលគាត់មានសិទ្ធិយកលុយពីពលរដ្ឋម្ចាស់គោហ្នឹងមកក្បាល 100000 110000អីចឹងណា អូអានឹងពាក់ព័ន្ធនឹងក្រុមហ៊ុនគេបង អញ្ចឹង បាទវាខ្ញុំតែជឿនឹងពីកិច្ចកម្ម លោកជំទាវអឹមរចនាអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមិនអាចសុំការបំភ្លឺបានទេដោយទូរស័ព្ទចូលហើយគ្មានអ្នកទទួលទោះជាយ៉ាងណាក្តីពលរដ្ឋរំស្នើយ៉ាងទទូចដល់ឯកឧត្តមស៊ូនសូម៉ាលីបអភិបាលខេត្តព្រៃវែងឯកឧត្តមពេងពោធិសាអភិបាលខេត្តស្វាយរៀងឯកឧត្តមកតិនិតិកាសោបណ្ឌិតអោមយន្តទៀងទេសរដ្ឋមន្ត្រីប្រធានអង្គភិបប្រឆាំងអំពើពុករលួយឯកឧត្តមទឹកឌីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទឯកឧត្តមអភិសន្តិបណ្ឌិតសសខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាពិសេសសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាមេត្តាចាត់វិធានការកុំឲ្យមានការគៀបសង្កត់កំណត់យកលុយពីពលរដ្ឋម្ចាស់គោក្របីក្រៅផ្លូវការបែបនេះតទៅទៀតដើម្បីលើកស្ទួយជីវភាពក្នុងគ្រួសាររបស់កសិករខ្មែរយើង